ចំណីអាហារបានត្រឹមត្រូវល្អពេលគ្រូពេទ្យនិយាយគាត់និយាយអំពីហេតុអីបានទឹកនោមផ្អែមគឺហេតុមាន2ធំហេតុអីបានអាំងស៊ូលីនយើងនឹងមានបញ្ហាហេតុអីបានអាំងស៊ូលីនយើងនឹងខ្វះអាំងស៊ូលីន resistant ហើយនិងអាំងស៊ូលីនខ្វះហេតុអីមានច្រើនទៅទៀតតាំងពីអាយុច្រើនពូជហ្សែនរបៀបហូបចុកទាំងអស់មិញហ្នឹងទម្លាប់ទាំងអស់ហ្នឹងហើយជាហេតុធ្វើឲ្យមានជំងឺទឹកនោមផ្អែមប្រភេទទី2អ្នកខ្លះចំណីអាហារល្អឯងអ្នកខ្លះអត់លើគីឡូទេអ្នកខ្លះស្គមទេក្មេងទេមានទឹកនោមផ្អែមអញ្ចឹងគ្រូពេទ្យជួបទាំងអស់5 10 4ឆ្នាំ2 10ឆ្នាំ25ឆ្នាំ35ឆ្នាំ45ឆ្នាំសិតតែមានទឹកនោមផ្អែមប៉ុន្តែគ្រូពេទ្យមានតេស្តសម្រាប់រកប្រភេទណាទឹកនោមផ្អែមប្រភេទណាមូលហេតុអ្វីអញ្ចឹងគ្រូពេទ្យអាចឆ្លើយទៅតាមមនុស្សម្នាក់ទេមែនទេមានមូលហេតុច្រើនទៀតបើសិនជាយើងដឹងមូលហេតុយើងឲ្យថ្នាំត្រូវទៀតថ្នាំមានច្រើនទៅទៀតថ្នាំទឹកនោមផ្អែមណាដោះស្រាយទៅលើថ្លើមទៅលើសាច់ដុំទៅលើ insulin resistant ថ្នាំណាខ្លះដែលទៅជួយ insulin resistant នៅវាធ្វើការបានថ្នាំណាខ្លះឲ្យទៅជួយ insulin នឹងចេញបានច្រើនជាងមុនថ្នាំណាខ្លះធ្វើឲ្យស្រកគីឡូថ្នាំណាខ្លះធ្វើឲ្យឡើងគីឡូការព្យាបាលជំងឺទឹកនោមផ្អែមទីត្រូវការស៊ីជម្រៅបន្តិចមុននឹងការអប់រំពីចំណីអាហារហ្នឹងហាត់ប្រាណហ្នឹងការរើសថ្នាំឲ្យត្រឹមត្រូវសមស្របបំផុតការបញ្យល់ឲ្យគាត់គិតត្រូវពីជំងឺហ្នឹងថែទាំជំងឺហ្នឹងគ្រប់គ្រងជំងឺហ្នឹងបានវាត្រូវការពេលវេលាអ្នកខ្លះនៅជាមួយខ្ញុំ4 5 ដងមិនគាត់យល់បានច្រើនអរគុណ